សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកបង្ហាញរបៀបកាត់ម៉ូដ with fat របៀបយកស្មៅហើយកាត់ទៅចេញស្អាតអញ្ចឹងបងប្អូនចាំទស្សនាវីដេអូនេះទាំងអស់គ្នាកាត់ម៉ូដអីមួយយើងត្រូវដឹងពីទម្រង់សក់ទម្រង់ម៉ូដដែលយើងចង់បានអញ្ចឹងយើងកាត់ម៉ូដឲ្យគេ with fat ចឹងគោលវាតាមណាគោលវាយើងយកពីកែងមុខហ្នឹងបុកចូលមកក្រោយធ្វើម៉េចដាច់ដន់មិនពីតង់ចេះណាយល់អត់ឲ្យធ្វើនេះចឹងរូបរាងវាកោងចឹងបន្ទាប់ពីយើងឈូសបានរាងគោលវាហើយយើងចាប់ផ្ដើមឆាប់យករាងដើម្បីឲ្យវាមានគោលច្បាស់លាស់ពេលដែលយើងប៉ែតទៅគឺស្អាតចឹងការឆាប់កែងយើងយកពីកែងមកដូចយើងយកគោលមិញកែងនេះបើយើងលួចចូលឲ្យវាមានរាងវាកាន់តែស្អាតបើយើងយកស្ទើវាមើលទៅវាអត់ទៅលះវាអត់ទៅស្អាតទេចឹងការយកកែងក្រោមគឺយើងបែងចែកផ្ទះជាពីរហើយចំពាក់កណ្ដាលនេះយើងឆាប់យកគោលវាមួយទៅមកចាំយើងយកកោងផ្ដាច់ចឹងយើងបានរាងកែងហើយយើងឆាប់យកកែងឡើងខាងក្រោមចឹង mid fat យើងយកប៉ុណ្ណា low fat យើងយកប៉ុណ្ណាអញ្ចឹងឡាញ low fat ក្រោមនេះ mid fat កណ្ដាល high fat កែងលើនេះអញ្ចឹងយើងកាត់ម៉ូដ mid fat អញ្ចឹងយើងយកក្រោម high fat បន្តិចអញ្ចឹងយើងវាស់ជា3គ្រាប់ដៃក៏បានដែរលេខ0លេខកន្លះលេខ1អញ្ចឹងវាប្រើ3លេខយើងចង់បានស្មៅជើងសក់វែងយើងលួចតិចមកឲ្យវាកោងទៅក្រោមតិចមកអញ្ចឹងពេលដែលយើងបដិញស្មៅទៅវានៅសល់កែងជើងសក់ហ្នឹងវែងខាងមុខការឆាប់កាយឡាញយើងមើលទម្រង់វាឲ្យស្មើគ្នាខាងមុខ3ម្រាមដៃមកខាងក្រោយក៏3ម្រាមដៃស្មើគ្នាដែរពេលដែលយើងបដិញស្មៅមកជួរទៅវាស្មើគ្នាឃើញស្មៅបន្ទាប់ពីយើងបានរូបរាងដែលយើងចង់បានហើយគឺយើងចាប់ផ្ដើមបដិញស្មៅអញ្ចឹងរបៀបបដិញស្មៅឲ្យស្រួលយល់ស្រួលចាំយើងបដិញពី0ឡើងទៅលើអញ្ចឹងដំបូងលេខប៉ុន្មានលេខ0អានេះ0អញ្ចឹងអានេះលេខកន្លះប៉ុន្តែយើងយកម៉ូទ័រដោះមុខបើកមុខអស់យកមកកាយឡាញមកជួរតមកលេខកន្លះចាក់ពុំលេខកន្លះមកជួរលេខ1មកជួរអញ្ចឹងជា3ជួរឡាញហ្នឹងដូចគ្នាយើងត្រូវយកប៉ុណ្ណាប៉ុណ្្នឹងឲ្យស្មើគ្នាបានស្មើវារត់បដិញស្មើគ្នាស្អាតបើយើងយកទូចធំស្មើវាអត់ស្មើគ្នាការយកកាយឡាញហ្នឹងបើយើងយកធំល្អជាងយកទូចពេលដែលយើងយកធំទៅស្រួលបដិញស្មើវាអត់តឡាញអត់តឆ្នោតខ្មៅអញ្ចឹងយើងបានប៉ុណ្ណឹងហើយយើងប្រើពាក់កណ្ដាលពុំពាក់កណ្ដាលលេខមិញយើងបើកមុខពាក់មិញយើងបើកមុខអស់បន្ទាប់មកយើងបើកមុខពាក់កណ្ដាល
ពេលដែលយើងបើកមុខពាក់កណ្ដាលហើយយើងបិទមុខអស់វិញអញ្ចឹងយើងបិទមុខអស់យើងលុបអាស្នាមក្រោមនេះយើងធ្វើវាមកជួឲ្យស្អាតចាំយើងដូរលេខឡើងទៅលើពេលដែលយើងធ្វើអញ្ចឹងវាអត់វែងស្មៅអត់វែងជួលឡើងវាអញ្ចឹងលេខវាមួយវាបដិញស្មៅគ្នាស្អាតអញ្ចឹងយើងបានស្មៅមកជួហើយអញ្ចឹងនៅសល់1 2ដល់លើបន្ទាប់ពីយើងធ្វើស្មៅខាងក្រោមហើយយើងឡើងមកលេខកន្លះអញ្ចឹងលេខកន្លះយើងបើកមុខអស់ដូចគ្នាបើកមុខអស់យើងយកកៃឡាញមួយមករៀនដៃមួយទៀតបន្ទាប់ពីយើងបើកមុខអស់ហើយយើងបិទមុខពាក់កណ្ដាលវិញបិទមុខអស់ពាក់កណ្ដាលហើយយើងបិទមុខទាំងអស់វិញហើយរបៀបឈូសយើងកុំឈូសមកកន្លែងហើយបដិញទៅមុខទៅក្រោយទៅមុខទៅក្រោយកន្លែងណាសល់ចាំយើងបកមកយកវាវិញកន្លែងណាដែលវាអត់ទាន់ស្អាតនៅខ្មៅយើងឆ្កឹះវាថែមយើងកុំឈូសតែមកកន្លែងយើងឈូសមកកន្លែងវាអាចនឹងជ្រុលយើងពិបាកកែឡើងវិញអញ្ចឹងយើងបាន2លេខហើយលេខ0លេខកន្លះបន្ទាប់មកលេខ1អញ្ចឹងលេខ1យើងបើកមុខទាំងអស់ដូចលេខ0លេខកន្លះដូចគ្នាយើងបើកមុខអស់សិនពេលដែលយើងបើកមុខអស់ហើយយើងបិទមុខពាក់កណ្ដាលទៀតចំក្រោមតិចទៀតហើយបិទមុខអស់ធ្វើដូចគ្នាគ្រប់លេខសំខាន់យើងអត់វែងឡាញវាថាអីយើងបែងចែកឡាញវាច្បាស់លាស់អញ្ចឹងពេលដែលយើងកាត់ទៅស្មៅវាអត់ច្រឡំចូលគ្នាគាត់ប្រាំងLắp lư ạ.